ជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះអ៊ំសំរតីជាសិស្សថ្នាក់ទី 12A នៃវិទ្យាល័យស្រីសុភ័ណ្ឌថ្ងៃនេះនាងខ្ញុំបានលើកយកមុខវិជ្ជាភូមិវិទ្យាដែលបង្រៀនដោយលោកគ្រូជាសុធីមកធ្វើការបកស្រាយនៅចំពោះទី1លក្ខខណ្ឌសង្គមកម្ពុជាមេរៀនទី1ទម្រង់ប្រជាសាស្ត្រកម្ពុជាថ្ងៃនេះនាងខ្ញុំនឹងលើកយក4ចំណុចមកបកស្រាយចំណុចទី1ដូចម្តេចដែលហៅថាប្រជាជនសកម្មប្រជាជនសកម្មគឺជាប្រជាជនដែលសកម្មក្នុងការបម្រើការងារក្នុងវិស័យកសិកម្មឧស្សាហកម្មពាណិជ្ជកម្មផលិតកម្មទំនិញសេវាកម្មឧស្សាហកម្មក្រុមហ៊ុនជាដើមចំណុចទី2តើអត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទនិងទីប្រចាំជនមួយណាខ្ពស់ជាងព្រោះអ្វីអត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទខ្ពស់ជាងនៅទីប្រចាំជនអាស្រ័យដោយសារពីកត្តាគឺការចូលរួមកម្លាំងពលកម្មក្នុងសកម្មភាពស្រែចម្ការនៅជនបទមានអត្រាខ្ពស់ការចូលរៀននៅតំបន់ជនបទមានអត្រាទាបនិងការបោះបង់ការសិក្សាខ្ពស់ចំណុចទី3តើបច្ចុប្បន្នកុមារនៅកម្ពុជាត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះបច្ចុប្បន្នកុមារនៅកម្ពុជាត្រូវឈមមុខនឹងបញ្ហាដូចជាកុមារធ្វើការងារច្រើននិងការងារធ្ងន់ការងារសំណង់នេសាទសមុទ្រសិប្បកម្មឥដ្ឋជាស្ត្រីពេទ្យាជាដើមចំណុចចុងក្រោយហេតុអ្វីបានជាគេប្រើប្រាស់កុមារឲ្យធ្វើការងារបានជាគេប្រើប្រាស់កុមារឲ្យធ្វើការងារព្រោះកុមារជាមនុស្សទន់ខ្សោយគ្មានកម្លាំងតវ៉ាប្រកែកបានកុមារមានចំណេះដឹងទាបងាយស្រួលក្នុងការបោកប្រាស់ខ្វះកម្លាំងពលកម្មនិងភាពក្រីក្រឪពុកម្ដាយគៀបសង្កត់ភាពខ្វះខាតរបស់គ្រួសារដោយសារបរិស្ថានជុំវិញដោយសារឪពុកម្ដាយខ្វះចំណេះដឹងបង្ខំកូនឲ្យធ្វើការបកស្រាយរបស់នាងខ្ញុំនៅថ្ងៃនេះបានចូលមកដល់ទីបញ្ចប់សូមអរគុណលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលបានចូលស្ដាប់វីដេអូរបស់នាងខ្ញុំសូមអរគុណ